ឪពុកម្ដាយកាន់រូបថតប្រកាសស្វែងរកបានកូនប្រុសស្រី2នាក់អស់រយៈពេលជាង10ថ្ងៃមកហើយខេត្តកំពង់ឆ្នាំងឪពុកនិងម្ដាយរួមទាំងកូនតូចម្នាក់ទៀតបានកាន់រូបថតកូនប្រុសស្រីចំនួន2សន្លឹកជិះម៉ូតូមកជួបអ្នកកាសែតនៅខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី30ធ្នូ2025ដែលសូមឲ្យជួយចុះផ្សាយរឿងបាត់កូនប្រុសស្រី2នាក់កាលពីថ្ងៃទី17ធ្នូបើគិតមកដល់ពេលនេះរយៈពេល13ថ្ងៃហើយមិនឃើញចូលផ្ទះវិញហើយក៏មិនដឹងថាទៅណាដែរដោយស្នើសុំឲ្យជួយចុះផ្សាយដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋអាជ្ញាធរមានសមត្ថកិច្ចបើឃើញរូបថតដោយបានដាក់ភ្ជាប់មុខជាមួយសូមជូនដំណឹងទៅរូបគាត់ជាណាត់ជាបាផងតាមរយៈការរៀបរាប់របស់ឪពុកម្ដាយឈ្មោះយ៉ាវសារឿនអាយុ39ឆ្នាំនិងម្ដាយឈ្មោះខឹមធីអាយុ35ឆ្នាំគ្រួសារពួកគាត់មានទីលំនៅភូមិក្រោលជីឃុំពពាស្រុកបរិបូរខេត្តកំពង់ឆ្នាំងកូនស្រីដែលបាត់ខ្លួនឈ្មោះអ៊ុលសុគន្ធាអាយុ14ឆ្នាំនិងកូនប្រុសឈ្មោះអ៊ុលរតនាហៅពៅអាយុ12ឆ្នាំប្រពន្ធដដែលបានបន្តថាកាលពីយប់ថ្ងៃទី16ធ្នូ2025កូនគាត់ទាំងពីរនាក់រួមនឹងកូនស្រីម្នាក់ទៀតឈ្មោះអ៊ុលសុផានីតអាយុ7ឆ្នាំបានសុំពួកគាត់ជាឪពុកម្ដាយទៅលេងបុណ្យផ្កាស្រូវទៅវត្តក្រោលជីលុះម៉ោងប្រមាណជា9យប់ពួកគាត់មិនឃើញមកវិញក៏នាំគ្នាទៅរកនៅឯវត្តតែមិនឃើញកូនស្រីបងឃើញតែកូនប្អូនអាយុ12និង7ឆ្នាំពេលសួរពួកវាយំប្រាប់ថាមិនដឹងបងទៅណាទេនៅពេលយប់គាត់ព្យាយាមរកមិនឃើញលុះព្រឹកឡើងពួកគាត់ក៏បានមករកដល់ទីរួមខេត្តកំពង់ឆ្នាំងនៅតែមិនឃើញប៉ុន្តែពួកគាត់ក៏ត្រឡប់ទៅវិញហើយក៏មានអ្នកស្រុកប្រាប់ថាឃើញកូនស្រីបងចូលផ្ទះហើយនាំកូនប្អូនអាយុ12ឆ្នាំទៅជាមួយមានសម្លៀកបំពាក់ទៅជាមួយផងនិងបានឈរនៅថ្នល់ផ្លូវជាតិលេខ5ហាក់ដូចជារងចាំនរណាម្នាក់មកដឹកឬរងចាំតាក់ស៊ីចាប់តាំងពីនឹងមកគាត់ព្យាយាមរកស្វែងតែរកមិនឃើញសោះគាត់ក៏បានប្តឹងទៅអាជ្ញាធរភូមិឃុំសមត្ថកិច្ចនគរបាលឃុំស្រុកដល់ខេត្តទៀតនៅតែរកមិនឃើញអាស្រ័យហេតុនេះគាត់បានសូមឲ្យព័ត៌មានមេត្តាចុះផ្សាយជាដំណឹងបើបងប្អូននិងសមត្ថកិច្ចអាជ្ញាធរបានឃើញក្មេងទាំងពីរនាក់ផិនភាគដោយរូបថតភ្ជាប់ជាមួយមួយសន្លឹកនេះសូមតាក់ទងទៅគាត់ជាឪពុកម្ដាយដោយសេចក្តីអនុគ្រោះផង